បាទសូមស្វាគមន៍ការមកដល់ថ្នាក់រៀនភាសាជប៉ុនជាមួយសិនសេសេកូនេះជាថ្ងៃទី9ដែលយើងនឹងសិក្សាអំពីអក្សរហិរាកាណាក្រុមទី9ជាមួយគ្នាផងដែរចង់ដឹងថាតើអក្សរហិរាកាណាក្រុមទី9នេះមានអក្សរអ្វីខ្លះយើងទៅមើលទាំងអស់គ្នាបាទអក្សរហិរាកាណាក្រុមទី9នេះមានចំនួន5អក្សរដែលអក្សរតួទី1គឺជាអក្សរៈដែលអក្សរៈនេះតាំងរ៉ូមែនជីដោយ A ហើយអក្សរៈនេះបាទមានចំនួន2គំនូសគំនូសទី1គំនូសទី2បាទម្ដងទៀតគំនូសទី1គំនូសទី2បាទឥឡូវយើងទៅមើលអក្សរតួទី2គឺអក្សររិបាទអក្សររិដែលអក្សររិនេះតាំងរ៉ូមែនជីដោយ I ហើយមានចំនួន2គំនូសគំនូសទី1គំនូសទី2បាទម្ដងទៀតគំនូសទី1គំនូសទី2អក្សររិឥឡូវយើងទៅមើលអក្សរតួទី3គឺអក្សររឹដែលអក្សររឹនេះមានចំនួនត្រឹមតែ1គំនូសទេតាំងរ៉ូមែនជីដោយ RU បាទ RU ដែលគំនូសនេះយើងគូចាប់ពីនេះទៅហើយមកបែបនេះជាការស្រេចបាទម្ដងទៀតបាទជាការស្រេចនេះហើយគឺជាអក្សររឹបាទឥឡូវយើងទៅមើលអក្សរតួទី4គឺជាអក្សររេដែលអក្សររេនេះតាំងរ៉ូមែនជីដោយ RE បាទដែលមានចំនួន2គំនូសគំនូសទី1គំនូសទី2បាទម្ដងទៀតគំនូសទី1គំនូសទី2អក្សររេបាទឥឡូវយើងទៅមើលអក្សរតួទី5គឺអក្សររ៉ដែលអក្សររ៉នេះតាំងរ៉ូមែនជីដោយ RO បាទដែលអក្សររ៉មានត្រឹមតែ1គំនូសទេចាប់ដើមពីទីនេះមកបែបនេះអត់មានគួចទេណាបាទបើគួចវាទៅជាអក្សររឹវិញហើយបាទនេះគឺជាអក្សររ៉សូមបងប្អូនរៀនហ្វឹកហាត់សរសេរអក្សរៈរិរឹរេរ៉នៅលើសៀវភៅសរសេរដៃរបស់ខ្លួនឲ្យបានច្រើនដងដើម្បីជាការឆាប់ចងចាំបងប្អូនទើបតែបានរៀនអក្សរៈរិរឹរេរ៉ទើបតែរួចឥឡូវយើងទៅមើលពាក្យមួយចំនួនដែលផ្គុំឡើងពីអក្សរទាំងអស់នេះសូមអនុវត្តឆ្លើយទៅនឹងសំណួររបស់ខ្ញុំដើម្បីឆាប់ចេះអក្សរហិរាកាណាជប៉ុនតើពាក្យដំបូងនេះផ្ដើមឡើងដោយអក្សរអ្វីបាទចុះអក្សរបន្ទាប់នេះបាទគឺមានអក្សរសុនិងអក្សរៈបាទអញ្ចឹងពាក្យនេះអានថាសុរៈបាទដែលសុរៈនេះបកប្រែថាមេឃឥឡូវយើងទៅមើលមួយពាក្យទៀតតើផ្ដើមឡើងដោយអក្សរអ្វីបាទចុះអក្សរបន្ទាប់នេះបាទពាក្យនេះអានថាណូរិបាទព្រោះមានអក្សរណូនិងអក្សររិណាចឹងអានថាណូរិដែលបកប្រែថាសារាយបាទឥឡូវយើងទៅមើលមួយពាក្យទៀតតើផ្ដើមឡើងដោយអក្សរអ្វីដែរនេះបាទចុះអក្សរបន្ទាប់បាទចុះអក្សរបន្ទាប់មួយទៀតនេះបាទគឺមានអក្សរគឹអក្សររឹនិងអក្សរម៉ាក់បាទអញ្ចឹងពាក្យនេះយើងអានថាខឺឬម៉ាក់ឯសារក្រុមកកិគឺកេកោពេលដែលវាស្ថិតនៅពីមុខពាក្យណាមួយត្រូវបញ្ចេញខ្យល់ខវិញអញ្ចឹងទៅជាខឺឬម៉ាក់បាទដែលបកប្រែថាឡានបាទខឺឬម៉ាក់ឥឡូវយើងទៅមើលមួយពាក្យទៀតតើផ្ដើមឡើងដោយអក្សរអ្វីបាទចុះអក្សរបន្ទាប់នេះបាទចុះអក្សរមួយនេះបាទគឺឃើញមានអក្សររេអក្សរគិនិងអក្សរស៊ីបាទអញ្ចឹងពេលនេះអានថារេគិស៊ីបាទដែលរេគិស៊ីបកប្រែថាប្រវត្តិសាស្ត្របាទ
វត្តសាស្ត្រឥឡូវយើងទៅមើលមួយពាក្យទៀតតែផ្ដើមឡើងដោយអក្សរអ្វីបាទចុះអក្សរបន្ទាប់នេះបាទគឺឃើញមានអក្សរអ៊ីនិងអក្សររ៉ូអញ្ចឹងពាក្យនេះអានថាអ៊ីរ៉ូអ៊ីរ៉ូដែលបកប្រែថាពណ៌បាទអ៊ីរ៉ូបកប្រែថាពណ៌សូមហ្វឹកហាត់សរសេរពាក្យទាំងអស់នេះឲ្យបានច្រើនដងហើយទន្ទិញដើម្បីជាការចងចាំបាទសូមអរគុណចំពោះការយកចិត្តទុកដាក់ក្នុងការទស្សនាវីដេអូមួយនេះ Subscribe ដើម្បីទទួលបានមេរៀនបន្ត Like Share ទៅកាន់មិត្តភ័ក្តិរបស់យើងដើម្បីពួកគាត់បានរៀនជប៉ុនផងដែរជួបគ្នានៅវីដេអូបន្ត